Okay, so todayអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីរបៀបធ្វើ animate header menu ជាមួយនឹង jQuery ខ្ញុំមាន file sorry មានរូបភាព JS ដែលទុកនៅ jQuery ហើយនិង CSS ទុកនៅ style.css អូខេខ្ញុំធ្វើការចាប់ផ្ដើមធ្វើការសរសេរនៅ HTML ខ្ញុំចង់បាន logo មាន logo ហើយនិង menu ដែល logo នៅខាងឆ្វេងហើយនិង menu នៅខាងស្ដាំសូមដាក់ container មួយ container អូខេតោះមកធ្វើកាត់ design logo ខ្ញុំដាក់ logo ដែល logo មានរូបភាព img man ជាមួយ .png នេះរូបភាពអូខេតោះមកធ្វើការ design នៅ menu CUL list a គុណ4អូខេថតខ្ញុំដាក់ menu HTML JavaScript jQuery sorry Angular JS អូខេខ្ញុំចង់ឲ្យរូបភាពនេះដែលតំណាងជា logo នៅខាងឆ្វេងហើយនិង menu នៅខាងស្ដាំចាប់ផ្ដើម design CSS នេះជា link ខ្ញុំទៅកាន់ CSS របស់ខ្ញុំនេះខ្ញុំធ្វើការ header top 0 left 0 position fix ដើម្បីឲ្យនៅពេលដែល scroll វាជា header fix កុំឲ្យបាត់ហើយនឹងមាន width 100% ហើយខ្ញុំឲ្យ150 pixel background color ខ្ញុំចង់បានពណ៌ Emerald អូខេហើយខ្ញុំចាប់ផ្ដើមកំណត់រូបភាពខ្ញុំឲ្យរូបភាពមករូបភាពរាងមូលដូចនេះwidth ហើយនិង height គឺត្រូវស្មើគ្នាតោះមកខ្ញុំធ្វើការ logo ខ្ញុំឲ្យ logo float left ដើម្បីវានៅខាងឆ្វេងហើយនឹង now float right អូខេខ្ញុំធ្វើការ design menu បន្តិច UL ខ្ញុំឲ្យ list style វាណាន់ដើម្បីបាត់សញ្ញាចុចអូខេ now UL ខ្ញុំធ្វើការ design ទៅកាន់ list ដូចជាឲ្យវា display inline padding 10 pixel margin right 5 pixel អូខេខ្ញុំកាត់ design អក្សរ text ដល់ text decoration វានិង color ឲ្យវាពណ៌ស font size 8 pixel bold
ok ចំណាក់ line ឲ្យវាដើម្បីវាចុះបន្តិច150 pixel អូខេនៅពេលដែលខ្ញុំ scroll អានេះវារៀងខិតទៅលើហើយនឹងរូបភាពក៏បដូរទំហំ logo ដាក់ margin top របស់ logo បន្តិច20 pixel អូខេឥឡូវ design menu ធម្មតារួចហើយយើងចាប់ផ្ដើមធ្វើការ design ទៅកាន់ small menu header dot small ចាញ់ខ្ញុំអត់ដាក់ឈ្មោះខ្ញុំដាក់ឈ្មោះ string មានន័យថាបង្រួមនៅពេលដែលយើង scroll ក្នុង header ខ្ញុំឲ្យ add ខ្លះមួយឈ្មោះថា string ប៉ុន្តែយើងសរសេរក្នុង jQuery ខ្ញុំឲ្យ height វាតែ70 pixel ទេអូខេហើយខ្ញុំចាប់ដើមសរសេរ jQuery ខ្ញុំសរសេរនៅក្រោម script jQuery ខ្ញុំអត់បង្កើត file មួយទៀត file JavaScript មួយទៀតដោយសារវាត្រូវការសរសេរតែតិចទេany window អូ dot scroll អូខេខ្ញុំនេះយើងចាប់ window ដុល្លារអំណង jQuery window dot scroll បើន័យថានៅពេលដែល window បាន scroll say if this dot scroll top ធំជាង1ខ្ញុំចូលថាប្រសិនបើ this បើន័យថាជា event មួយនៅពេលដែលយើង scroll top scroll ពីលើមកធំជាមួយដែលយើងចាប់ដើម scroll ខ្ញុំឲ្យ header វាបញ្ចូលនៅ class មួយដែលយើងបានសេឈ្មោះថា string ហើយនៅពេលដែលអត់នេះយើង scroll ទៅលើវិញឬក៏យើងអត់ scroll វានឹង remove ខ្លះវិញអូខេ remove ខ្លះដើម្បីបាន scroll យើងត្រូវខ្ញុំសរសេរនៅ content មួយទៀតអូខេឈ្មោះខ្លះមួយឈ្មោះ content ខ្ញុំឲ្យវាធំទំហំលើសពី window ដែលយើងលើសពីទំហំកម្ពស់នៃ window ទើបយើងអាច scroll បាន width 100% 5800អូខេអូខេអានេះនៅពេលដែលយើង scroll វានឹងស្មើនឹងទំហំ70អូខេនៅពេលយើង scroll យើងចាប់ដើមនៅពេលយើង scroll យើងអត់នេះអត់បាត់រូបភាពវានឹងទួយទៅតាមហើយនឹងអានេះវានឹងប្រខិតទៅលើនេះយើងចាប់ដើមសរសេរ style អស់គ្នា .string ខ្ញុំចង់ឲ្យវា logo margin top តែ5 pixel 5ចុះអូខេនៅពេលដែល scroll ខ្ញុំចង់ឲ្យរូបភាពដូរដែរ img width វាទៅជា50
ok ដើម្បីឲ្យវាមានចលនាបន្តិចខ្ញុំដាក់ transition ទៅលើរូបភាព transition on ចំណាប់វា3 second 3 អូខេមើលទៅដូចមានចលនាបន្តមកខ្ញុំធ្វើការ design ធ្វើការបង្ខិតនេះទៅលើនៅពេលដែលយើង scroll អូខេ copy គឺ list A ខ្ញុំឲ្យ line height វាមកត្រឹម20នេះline height ដំបូងដូចជា150នៅពេល20គឺវាខិតទៅលើពេលដែលយើង scroll អូខេ perfect ដើម្បីមើលទៅស្អាតខ្ញុំដាក់ transition 0.3 ហើយ transition ទៅលើអក្សរមួយទៀត 0.3 អូខេព្រីវាធំនេះយើងអត់ទាន់ scroll នៅពេលដែលយើង scroll អូខេអូខេខ្ញុំចង់ឲ្យរូបភាពនេះខិតបន្តិចចាស់ logo marginless 30 20 pixel អូខេចាត់ទុកថាខ្ញុំសូមសង្ខេបឡើងវិញជាដំបូងយើង design header ហើយនឹងយើង design នេះធម្មតាបន្ទាប់មកខ្ញុំសូមបញ្ជាក់កន្លែងនេះប្រហែលអាចជាច្រឡំនេះកំណត់ header ជាប់វា class string បានន័យថា class ឈ្មោះ string ជារបស់ header បានន័យថាយើងអាចមើលនៅនេះអូខេហើយយើងអត់តន់ scroll header គឺអត់មានឈ្មោះមាន class ឈ្មោះ string ទេនៅពេលដែលយើងចាប់ផ្ដើម scroll វានឹង add class មួយចូលអូខេនេះវានឹង add class មួយចូលតែបើសិនជាយើងដាក់ដក clear បានន័យថាដក clear នៅក្នុង header ត្រូវមាន string តែ string មិនមែនជារបស់ header ទេអាចជារបស់នៅក្នុង div ក្នុង span ក្នុងអីផ្សេងតែជា header គឺជា parent string គឺជា child អូខេនេះគឺវាអត់ទំហំមក70ទេភាសាយើងដក clear ដូច្នេះយើងអាចជាមានការច្រឡំបានន័យថាយើងសេជាប់គ្នាបានន័យថា string នេះគឺជា class របស់ header នៅក្នុង header អូខេការធ្វើការ animation ជាមួយ jQuery ទៅលើ header សង្ឃឹមថាយើងអរគ្នាយល់អូខេបាយបាយ